ថាវាល្អដោយសារមានភាពទេសចរចូលរួមច្រើនហើយបងប្អូនជាជនយើងចូលរួមច្រើនចឹងទៅមានអារម្មណ៍ថាឥឡូវហ្នឹងគេស្នេហាវិស័យកីឡារត់នឹងច្រើនហើយគេមានថាគេឆ្លៃសុខភាពក្នុងការរត់នេះខ្ញុំមកពីភ្នំពេញមកពីភ្នំពេញនេះជាលើកទីប៉ុន្មានដែលចូលរួមព្រឹត្តិការណ៍ណាលើកទី1លើកទី1ហើយមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលបានចូលរួមរត់លើកទី1ខ្ញុំមានអារម្មណ៍រំភើបគិតថាខ្លួនឯងរត់អត់បានតែនឹកស្មានថាខ្លួនឯងធ្វើបានដល់ទីរត់វិញ្ញាសាប៉ុន្មានគីឡូបាន10គីឡូហ្មង10គីឡូចាអញ្ចឹងអាចបង្ហាញពីអារម្មណ៍ដែលនៅពេលដែលរត់កាត់ព្រៃគោតាមមានអារម្មណ៍យ៉ាងម៉េចដែរដំបូងមានអារម្មណ៍ថាហត់តែយូរទៅខ្យល់អាកាសជាមួយដើមឈើនៅជុំវិញហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ល្អទៅវា boost energy យើងធ្វើឲ្យយើងអត់ហត់អាចចែករំលែកពីទស្សនវិជ្ជាដែលយើងរត់ឃើញយ៉ាងគេខ្លះឃើញថ្ងៃរះឃើញមានពពករៀងអាប់ហើយដើមឈើហើយមួយភាសាចឹងទៅវាប៉ះគ្នាទៅវាស្អាតទៅមកដែរហើយធម្មតាភាគច្រើនខ្ញុំមកអត់ដែររត់បានពេលផឹកចឹងតែដល់ពេលឃើញអាទិដ្ឋភាពហ្នឹងទៅលើកទី1ទៅវាស្អាតអញ្ចឹងអាចថាសម្រាប់សញ្ញាយកឃើញយ៉ាងម៉េចដែរការរត់ខ្ញុំគិតថាវាល្អដោយសារមានភាពទេសចរចូលរួមច្រើនហើយបងប្អូនជាជនយើងចូលរួមច្រើនចឹងទៅមានអារម្មណ៍ថាឥឡូវហ្នឹងគេស្នេហាវិស័យកីឡារត់នឹងច្រើនហើយគេមានថាគេឆ្លៃសុខភាពក្នុងការរត់នេះខ្ញុំគិតថាគួរមានឱកាសយើងគួរតែមករត់តែម្ដងព្រោះថាពេលខ្លះនៅក្រុងចឹងយើង stress នឹងការងារគឺការសិក្សាចឹងទៅយើងឆ្លៀតពេលមកមួយថ្ងៃមកគេងមកយប់ទៅដើម្បីមករត់ចឹងបងដើម្បីទទួលបានបរិយាកាសមួយដ៏ល្អសម្រាប់សុខភាពយើងនិងផ្លូវចិត្តយើងជាពិសេសអរគុណ